សូមបងប្អូនទាំងអស់គ្នាបើកបរប្រយ័ត្នផងណាត្រូវចាំថាគ្រួសារចាំយើងនៅផ្ទះសំឡេងខ្លយបន្លឺយឺតសំឡេងម៉ូតូបើកពេលព្រឹកស៊ីរ៉ែនឡានពេទ្យឮពីចម្ងាយភ្លឺមិនទាន់ស្រាងផងបងចេញពីផ្ទះកាន់បាយមួយប្រអប់ជិះម៉ូតូទៅការប្រពន្ធនៅផ្ញើពាក្យបងប្រយ័ត្នផងណាតែគ្មានអ្នកណាដឹងថាជាពាក្យចុងក្រោយជីវិតកម្មករភ្ញាក់តាំងពីទៀបភ្លឺដើម្បីកូនប្រពន្ធមិនអោយអត់ឃ្លានប្រាក់ខែតិចតួចតែខំស៊ូរាល់ថ្ងៃមិនគិតសោះថាជីវិតត្រូវផុតថ្ងៃនេះអូយកម្មកររងចោជួបគ្រោះថ្នាក់តាមផ្លូវមិនទាន់ដល់កន្លែងការក៏បាត់បង់ជីវិតទៅសំឡេងឃ្លុយយំសោកសោកសោកឮហើយចង់ស្រក់ទឹកភ្នែកកូននៅចាំឪពុកប្រពន្ធនៅចាំប្តីខ្លុយខ្មែររលែងអារម្មណ៍ស្ងប់ស្ងប់សូខ្លុយចិនជោបន្ថែមកំសត់លេងលេងធ្លាក់តិចតិចអើរោងចក្រនៅជាប់ខ្លួនកាតការងារនៅក្នុងហោប៉ៅមិត្តរួមការងារភ្ញាក់ផ្អើលពេលឮដំណឹងដ៏សោកសៅម៉ែចាស់នៅផ្ទះអង្គុយយំស្ទើរខ្សោះកូនតូចមិនដឹងថាសូមចង់សង់ផ្ទះទុកឲ្យគ្រួសារត្រូវរលាយអស់ត្រឹមលើដងផ្លូវអូយជីវិតកម្មករខំធ្វើការទាំងនឿយហត់មិនទាន់បានសុខផងបែរជាបាត់បង់ជីវិតសូមអ្នកបើកបរគ្រប់គ្នាកុំអ្នកបើកបរគ្រប់គ្នាកុំបើកលឿនពេកអីមួយវិនាទីប្រហែសអាចបំបែកគ្រួសារគេសំឡេងខ្លុយយំអាឡ័យរូបថតនៅរោងចរនៅតែញញឹមតែម្ចាស់រូបនោះលែងវិលមកធ្វើការទៀតហើយ